សួស្តីបងប្អូនខ្លាចបងប្អូនអត់ដឹងស្អែកថ្ងៃសុក្រថ្ងៃទី27នេះសង្វៀនមូលប៊ូស្រងនេះមានការប្រកួតដណ្ដើមខ្សែក្រវ៉ាត់បេក្ខភាពខាងខ្មែរនេះតែចុះបាទសួស្តីទៅមកពីជប៉ុនមួយគ្នាណាបាទបងប្រកួតចុងក្រោយនៅជប៉ុនត្រូវទេបាទលទ្ធផលឈ្នះបងឈ្នះទឹកម៉ាត់ទឹក1កង់អីកង់តូចចុះស្អែកកង់តូចកង់ធំនៅក្នុងកង់តូចទៀតបាទជុំហើយបេក្ខភាពកីឡាករ3នាក់ទៀតមកពីប្រទេសគេបានស្គាល់កម្រិតណាស្គាល់2នាក់បងមិនដែរ2នាក់ហ្នឹងបងម៉ុងហ្គូលីរឿងក្រនហើយគាត់ខ្ពស់ស្គាល់តាមរយៈអីធ្លាប់ប៉ះខ្មែរឬក៏ប៉ះបងសាដេតមួយណាប៉ះសាដេតមកពីប្រទេសណាមិញម៉ុងហ្គូលីអូនោះសាច់ស្អាតនោះបាទប៉ះសាដេតជុំម្នាក់ទៀតប៉ះបណ្ណាគេប៉ះផានិតមិនដែរទឹកដៃមើលទៅមិនដែរម៉ុងហ្គូលីហើយនឹងអេរ៉ង់ហើយមួយទៀតទេអេរ៉ង់ហ្មងបាទមិនដែរមិនទៅដែរអីខ្ញុំគួតបានបានបាទហើយមានខ្សែក្បាត់ពាក់នៅប្រហែលឆ្នាំហើយវាយបដា7ឆ្នាំតទេទៅមកនៅគ្មានអីអួតគេទេបាទហើយស្អែកនេះមើលទៅដំណើរដំណងស្គាល់រសជាតិខ្សែក្រវ៉ាត់លើដំបូងអត់មើលទៅចាំមើលសិនបងបាទសង្វៀនអ៊ូស្រង់នេះធ្លាប់លេង format ទេធ្លាប់បងធ្លាប់មួយបណ្ណាគេធ្លាប់2ដងមួយពេជ្រសង្ហាម្ដងមួយបងហ៊ុំសេរីម្ដងអូកាលនោះលទ្ធផលមិនដែរពេលវិលជុំមកតនលើកដំបូងចាញ់ពេជ្រសង្ហាលើកទី2ឈ្នះពៀនអូអេមិនហ៊ុំសេរីទេដូចខំខ្លានាងហ៎អត់ទេបងហ៊ុំសេរីម្ដងអូបាទអូខេហើយតាក់តងគីឡូ51ឥឡូវគេពងផ្ទុះខ្លាំងណាស់បាទសម្រាប់បងអូនតាវមហិច្ឆតាមិនដែរសម្រាប់យើងព្រោះថា51យើងក៏ស្ថិតនៅក្នុងកឡោនកែវភ្នែករបស់ពុកម៉ែបងប្អូនដែរនេះសម្រាប់ខ្ញុំគេថាខ្ញុំនឹងខំប្រឹងអូបាទហើយពៀនប៊ូស្រងមានហើយបាទខ្សែក្រវ៉ាត់ប៊ូស្រងនៅដឹងឯខ្សែក្រវ៉ាត់ប៊ូស្រងនេះពេលវាយបានមិនដែរគេយកទៅណាគេឲ្យការពារទៀតអូតាមដានដែរបាទវាយម្ដងដូចតែគីមគេមុនបាន5000ដឹងទៀតអាយ៉ាឥឡូវគិតថាបើបានអារម្មណ៍របស់យើងមិនដែរព្រោះថាគីឡូ51នេះគេសឹងតែគ្រប់គ្នាមានខ្សែក្រវ៉ាត់ពាក់ឡុងពិសិដ្ឋមានពេជ្រសង្ហៈមានអូអនឯងនៅជាមួយម្នាក់ទៀតអត់ទាន់មានដូចគ្នា51ទាំងប៉ុណ្ណាឌឹមសរុំអាទិត្យនេះបងអូនវាយនៅភ្នំពេញសង្វៀនថោតហើយឌឹមសរុំគាត់ទៅខាងបាត់ដំបងណាបាទហើយគីឡូអីមិញតែហើយនៅស្មិចតែហើយបងតែហើយណាជួយឲ្យមកពីជប៉ុនដូចមានអីជាប់នឹងដៃផងនេះមើលបែបងប្អូនមើលនេះមើលជះលុយអស់ហ្មងបងគាត់សាក់ឲ្យអត់គិតថ្លៃបងអូអត់គិតថ្លៃទេបាទហើយមើលស្អែកនិយាយទៅកាន់បងប្អូនយើងតិចមើលនេះសង្វៀនខាងក្រោយនេះកង់ចេញមករៀមទៀតបងប្អូនអត់ស្រួលទេព្រោះថាវាយទៅដើមពៀនចុងក្រោយរបស់កម្មវិធីប៊ូស្រងដឹងបានប៉ុណ្ណាពៀនចុងក្រោយប៊ូស្រងដូចបានក្លាកោបទេអត់ហ្នឹងហើយបងបានឈ្នះក្លឹបស្មីបាទលើបដិញ្ញាចិត្តមកប្រាវស្អែកបាទមក7យប់បាទខ្ញុំបដិញ្ញាចិត្តថាខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពហើយនឹងធ្វើឲ្យបានល្អយកខ្សែក្បាត់ឲ្យបានបាទអូខេរស្មីអរគុណច្រើនបាទអរគុណបងប្អូនអរគ្នាស្អែកជួបគ្នាម៉ោង7សង្វៀនមូលប៊ូស្រងបាទអរគុណ